ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើអំពីcryptography ដែលមានដូចជា SCP SSH ហើយនិង SFTP អញ្ចឹងដំបូងគឺយើងត្រូវតែបង្កើតទៅលើ user ហើយសម្រាប់ algorithm គឺយើងនឹងធ្វើទៅលើ algorithm ED 25519ដែលជា asymmetry key ចឹងដំបូងយើងត្រូវបង្កើត user សិនuser SCP user ហើយមួយទៀត SH FTP ហើយចឹងយើងបង្កើត3នឹងហើយយើង FTP ហើយចឹងនេះគឺជា user យើងបានបង្កើតមុនហ្នឹងហើយបន្ទាប់មកយើងសាក login ចូល user មួយសិនចឹងបន្ទាប់មកយើង login មក sudo login SCP user អូខេចឹងយើងអាច login បានអញ្ចឹងយើង login ហើយចឹងយើងបើកនៅ KeePass មួយទៀតអញ្ចឹងនៅក្នុងនេះយើងធ្វើការបង្កើតទៅលើ keychain ចូលកាន់ SH អញ្ចឹងយើងនៅក្នុង SH នេះគឺយើងធ្វើការ generate ទៅលើ key យើងដាក់ឈ្មោះremote data key បាច់ប្រេទេអូខេដល់ពេលអញ្ចឹងហើយយើងធ្វើការសាកមើលនេះគឺជាkey របស់យើងបានបង្កើតហ្នឹងចានេះគឺជា private key ហើយនេះគឺជា public key អញ្ចឹងយើងត្រូវ post public key នេះទៅ user នីមួយៗតែមុននឹងអីយើងសាក login សិនដំបូងយើង SH ចឹងយើងធ្វើការ copy public key នេះទៅកាន់ user SCP ហើយចឹងយើងបាន copy មួយហើយ PP user ខុសហើយមួយទៀតគឺ SSH អញ្ចឹងបន្តមកយើង ធ្វើការតេស្តទៅលើ SH សិនដោយសារ SH គឺវានឹងធ្វើការ transfer ទៅលើ file ចឹងដំបូងយើង folder folder data មួយហើយយើង data tt ចុចហើយមក ls អូខេខ្ញុំមាន3 file ហើយយើងមើល directory របស់យើងបន្តមកត្រូវទៅ login សិន login SCP user ហើយចឹងនៅក្នុងហ្នឹងយើងនឹង encryptor លើ data ហើយចឹងបន្តមកយើងដាក់ ls.l ដើម្បីឆែកមើលនៅpermission របស់វាអញ្ចឹងអានេះគឺ permission នេះ read write ហើយនិង execute ចំពោះ user អូខេចឹងមុននឹងអ្នកខ្ញុំបានបង្កើត file នេះចឹងឥឡូវយើង copy វាជោគជ័យហើយចឹងបន្តមកគឺយើងនឹងបង្កើតនៅ alias
cho nhưng mà anh copy hai cho nên cái chữ alias rồi người tiếp cứ alias trong những sale dẫn cho những sale với hai những source vision mày về tận cái gì nhưng source cái nhưng remote SCP user trong phải nó biết rằng thôi ca copy file là dương auto nó thì ok trong tầm thời ấy trong đôi kia bây giờ nó thôi Elia tới hay chắc như bạn đại từ lời Elia 2 đôi chỉ SA cho mỗi năng SFTP user cho phải năng dương là châu tới vài vài ấy chọn đấy như vài đã remote máu hai dương máu trong tổng mắt dương ran source ran source hãy dương remote bán mà nào ở dương cho SA user ok chẳng viên là chỗ tồn tịch dùng dương sự mới 21 ទៀតគឺយើងនឹងចូល SFTP SFTP user អូខេអញ្ចឹងវានឹងចូលនឹងដូចគ្នា ls អូខេអញ្ចឹងសរុបមកវិញគឺយើងបានធ្វើទៅលើ asymmetric authentication ចំពោះ application នីមួយៗនៅពេលដែលយើង login អញ្ចឹងយើងមានជា private key ហើយនឹង public key ដែលយើង store នៅលើ client ហើយរាល់ application នីមួយៗដែលដូចជា SFTP ឬក៏SCP ដែលធ្វើការ transfer ទៅន័យ data ហ្នឹងគឺវាបែរជាលក្ខណៈ cryptography អញ្ចឹងពេលដែលវាផ្ញើទៅគឺវានឹង encrypt ហើយពេលដែលទៅដល់ទីតាំងវានឹងប្រើប្រាស់ទៅលើ public key ដើម្បី decrypt វិញអញ្ចឹងចំពោះការធ្វើទៅលើ cryptography SA SCP ជាមួយនឹង SFTP គឺខ្ញុំមានតែប៉ុណ្្នឹងទេជំរាបលាលោកគ្រូ